The problem is still a problem បញ្ហាគឺនៅតែជាបញ្ហាបងលុយបន្ទប់យឺតមកជុំទេថែមទាំងបងលុយទឹកលុយភ្លើងបន្លំទៀតពេលតាមតន់ថែច្រឡំចឹងបញ្ហាទាំងអស់ហ្នឹងពួកគាត់កំពុងតែជួបប្រទះម្ចាស់ផ្ទះជួលទាំងអស់ដែលមានបន្ទប់ច្រើនពិបាកគ្រប់គ្រងតាំងពីមុនដល់ឡើយនៅតែជួបទើបពួកយើងសម្រេចដាក់ថា the problem is still a problem validation ពួកគាត់គឺពិបាកក្នុងការគ្រប់គ្រងនៅវិក័យប័ត្របន្ទប់ជួលរបស់ពួកគាត់ដោយអ្នកជួលខ្លះទៀតគឺបងលុយយឺតហើយគាត់កត់ត្រាពេលខ្លះមានកំហុសខុសឆ្គងហើយគាត់ចំណាយពេលយូរមែនតើនៅក្នុងការកត់ត្រាជារៀងរាល់ខែហើយនេះគឺជារូបភាពដែលពួកយើងបានចុះទៅសម្ភាសពួកគាត់ដោយផ្ទាល់ problem analysis ពួកយើងបានរកឃើញថាបញ្ហា3ដែលមិនទាន់បានដោះស្រាយគឺមិនទាន់មានវិធីសាស្ត្រណាដែលងាយស្រួលនៅក្នុងការគ្រប់គ្រងវិក័យប័ត្ររបស់ពួកគាត់ទេពួកគាត់ចំណាយពេលច្រើនហើយប្រឈមមុខនឹងការធ្វើឲ្យមាននៅកំហុសក្នុងការកត់ត្រាម្ដងហើយមិនទាន់មានប្រព័ន្ធ auto system ណាមួយដើម្បីជួយគាត់សម្រួលគាត់នៅក្នុងការទារលុយបងបន្ទប់បងទឹកបងភ្លើងរបស់ពួកគាត់ដោយស្វ័យប្រវត្តិនោះទេ Purpose solution ពួកយើងបាន design នៅ Telegram bot មួយដែលវាជាប្រភេទ mini app មួយធ្វើការនៅក្នុង Telegram bot ដែលវាមានតួនាទីនៅក្នុងការ generate នៅវិក័យប័ត្រ auto ដើម្បីឲ្យម្ចាស់ផ្ទះជួលគាត់ងាយស្រួលគ្រប់គ្រងថ្លៃទឹកថ្លៃភ្លើងក៏ដូចជាថ្លៃជួលបន្ទប់ឬក៏ជួលផ្ទះរបស់ពួកគាត់ហើយអាចផ្ញើ reminder ទៅកាន់អ្នកជួលផ្ទះរបស់ពួកឬក៏ជួលបន្ទប់របស់ពួកគាត់ផងដែរវាជាប្រភេទ automatic update ទាំងម្ចាស់ផ្ទះនិងអ្នកជួលរបស់អ្នកជួលផងដែរហើយវាអាចឲ្យម្ចាស់ផ្ទះហ្នឹងគាត់អាច generate នៅ report ឬក៏ history នៃអ្នកជួលរបស់គាត់បានយ៉ាងងាយស្រួលចំពោះការប្រើប្រាស់នៅ smart board app មួយនេះបាទចំពោះ prototype គឺគាត់គ្រាន់តែចូលទៅកាន់ Telegram bot គាត់អាចចូលទៅកាន់ mini app របស់ពួកយើងបានហើយគាត់អាចចូលប្រើឬក៏ចុះឈ្មោះប្រសិនបើគាត់អត់មានបមានបានបង្កើតគណនីគាត់តម្រូវចុះឈ្មោះបំពេញព័ត៌មានផ្ទាល់ខ្លួនក៏ដូចជាព័ត៌មានអំពីបន្ទប់ជួលឬក៏ដូចជាថ្លៃភ្លើងរបស់ពួកគាត់បានគាត់គ្រាន់តែចុះឈ្មោះហើយគាត់អាចចូលប្រើបានហើយតោះមកគាត់អាចបង្កើតវិក័យប័ត្រថ្មីបានគឺគាត់គ្រាន់តែចុចលើវិក័យប័ត្រថ្មីមកគាត់អាចបំពេញនៅលេខបន្ទប់ថ្លៃទឹកថ្លៃភ្លើងរបស់គាត់ថ្មីហើយគាត់រក្សាទុកជាការស្រេចគាត់អាចផ្ញើវិក័យប័ត្រទៅកាន់អតិថិជនរបស់ពួកគាត់គឺទៅតាមអ្វីដែលគាត់ចង់ផ្ញើគឺវានឹងផ្ញើទៅកាន់លេខអតិថិជនរបស់គាត់ដោយស្វ័យប្រវត្តិពួកគាត់អាចគ្រប់គ្រងនៅបន្ទប់របស់ពួកគាត់ដោយមើលលើស្ថានភាពបន្ទប់ក៏ដូចជាបន្ថែមនៅបន្ទប់ប្រសិនបើបន្ទប់នៅទំនេរក៏ដូចជាកែប្រែព័ត៌មានរបស់អ្នកជួលរបស់ពួកគាត់ផងដែរពួកគាត់អាចធ្វើជារបាយការណ៍សង្ខេបអំពីអ្នកជួលផ្ទះរបស់គាត់ក្នុងរយៈពេលណាកំណត់ណាមួយដែលផ្ញើជារូបភាពក៏ដូចជាផ្ញើជា file PDF ជាដើមចំពោះ target customer ឬក៏អតិថិជនក្រៅរបស់ពួកយើងគឺមានពីរក្រុមធំទី1គឺម្ចាស់ផ្ទះជួលឬក៏បន្ទប់ជួលដែលគាត់មានបន្ទប់ជួលច្រើនពិបាកគ្រប់គ្រងវិក័យប័ត្រនិងទី2គឺម្ចាស់អចលនទ្រព្យឬក៏ភ្នាក់ងារអចលនទ្រព្យផ្សេងៗដែលគាត់ពិបាកក្នុងការគ្រប់គ្រងវិក័យប័ត្រដូចគ្នា value proposition គឺ smart board របស់ពួកយើងផ្ដល់ភាពងាយស្រួលរវាងម្ចាស់ផ្ទះជួលក៏ដូចជាអ្នកជួលផ្ទះដែលធ្វើឲ្យពួកគាត់ងាយស្រួលមែនទែននៅក្នុងការសន្សំសំចៃពេលវេលាជាច្រើនមានប្រសិទ្ធភាពខ្ពស់និងមានភាពត្រឹមត្រូវសុក្រឹតជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ដែលប្រើប្រាស់ជាមួយនឹង Telegram ហើយគឺការចំណាយរបស់ពួកគាត់ចំណាយតិចដោយសារតែគាត់មិនត្រូវចាំបាច់បង្កើតប្រព័ន្ធមួយសម្រាប់តែខ្លួនគាត់នោះទេគឺគាត់អាចប្រើប្រព័ន្ធនេះបានដើម្បីគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់បានយ៉ាងងាយស្រួល Market validation អតិថិជនគឺពួកគាត់មានភាពរីករាយនៅក្នុងការប្រើប្រាស់នៅសេវាកម្ម Telegram ដែលពួកគាត់ងាយស្រួលប្រើពីមុនមកគឺមានចំនួនរហូតដល់ 66% ដែលពួកយើងបានចុះទៅសម្ភាសដោយផ្ទាល់ Competitor analysis គឺពួកយើងមាន4ចំណុចដែលពួកយើងមានគឺ integration with Telegram automate reminder bill tracking yes or you ដែលវាធ្វើឲ្យអតិថិជនងាយស្រួលនៅក្នុងការប្រើប្រាស់ហើយយើងមានដៃគូអាជីវកម្មរបស់យើងពីរដែរគឺ Panda Solution និងបំណង Digital ផងដែរ Partnership នៅ Marketing Smart Board Partnership គឺយើងប្រើប្រាស់នៅ Telegram Bot អញ្ចឹង main tool សំខាន់ជាងគេគឺ Telegram ហ្នឹងឯងហើយអតិថិជនអាចទេប្រាក់តាមរយៈ APA Mobile Wing True Money ឬក៏ធនាគារផ្សេងទៀតដែលម្ចាស់ផ្ទះជួលគាត់ចង់ដាក់ហើយចំពោះការធ្វើនៅ marketing វិញគឺពួកយើងធ្វើ marketing តាមរយៈ online ក៏ដូចជាផ្សព្វផ្សាយទៅតាម social media និងចុះផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់ម្ចាស់ផ្ទះជួលដែលគាត់មានតម្រូវការ Team Management Role and Responsible ពួកយើងមាន4 team ធំៗគឺ team Financial Manager ដែលពួកគាត់ជាអ្នកគ្រប់គ្រងនិងរៀបចំនៅហិរញ្ញវត្ថុក្នុងការរៀបចំ app មួយហ្នឹងឬក៏ Telegram bot មួយហ្នឹងហើយអ្នក Marketing Specialist គាត់ជាអ្នកផ្សព្វផ្សាយ Telegram bot របស់ពួកយើងទៅកាន់អតិថិជនគោលដៅ Telegram bot Developer ជាអ្នកដែលរៀបចំនិងសរសេរនៅ Telegram bot មួយនោះមានដំណើរការល្អក៏ដូចជា
customer support គឺគាត់មានតួនាទីក្នុងការជួយក៏ដូចជាបង្រៀនទៅកាន់អតិថិជនរបស់ពួកយើងឲ្យងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីរបស់ពួកយើងបន្ថែមទៀត scalability ឬក៏ growth strategy ពួកយើងចង់បន្ថែមវិសាលភាពទៅកាន់ប្រទេសជិតខាងអំពី Telegram របស់ពួកយើងហើយពួកយើងក៏ចង់ធ្វើឲ្យ app របស់ពួកយើងក្លាយជា app មួយដែលអាចឲ្យអ្នកជួលផ្ទះនិងម្ចាស់ផ្ទះជួលគាត់អាច contact គ្នាដោយផ្ទាល់ដែលម្ចាស់ផ្ទះជួលគាត់អាចប្រម៉ូទខ្លួនគាត់នៅលើ app របស់ពួកយើងដែរនៅថ្ងៃអនាគតហើយចំពោះ partnership ពួកយើងនឹងជាយាមតាក់ទងឲ្យបានច្រើនតែអាចធ្វើបានជាមួយនឹងម្ចាស់អចលនទ្រព្យផ្សេងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងរបស់ពួកយើងផងដែរ business model ឬក៏ revenue ហ្នឹងពួកយើងផ្ដល់ឲ្យគាត់នៅការបង់ប្រាក់តាមរយៈប្រចាំខែឬក៏ប្រចាំឆ្នាំគឺសំចៃកាន់តែច្រើនអំពីការប្រើប្រាស់ Telegram របស់ពួកយើងហើយពួកគាត់បើពួកគាត់អត់ចង់បង់លុយពួកគាត់អាចប្រើប្រាស់នៅ basic function មួយចំនួនបានដោយ free ផងដែរតែប្រសិនបើគាត់ចង់បាន premium feature គាត់ត្រូវតែចំណាយលុយតិចតួចមកកាន់ពួកយើងដើម្បីប្រើប្រាស់នៅ premium feature នោះបានចំពោះ reference ពួកយើងបាន survey ពីម្ចាស់ផ្ទះជួលចំនួន3កន្លែងដែលពួកគាត់ជួបបញ្ហានៅក្នុងការគ្រប់គ្រងវិក័យប័ត្ររបស់ពួកគាត់ជាប្រចាំខែហើយពួកយើងក៏បានស្រាវជ្រាវជាមួយនឹងអ្នកដែលផ្ដល់សេវាកម្មស្វ័យប្រវត្តិនោះផងដែរការធ្វើបទបង្ហាញរបស់ខ្ញុំក៏បានដល់ទីបញ្ចប់សូមអរគុណ